មានកុសលខ្លះគាត់ខំប្រឹងរៀន public speaking ដើម្បីធ្វើម៉េចឲ្យគាត់អាចឡើងជ័យមានភាពជឿជាក់ច្រើនជាងមុនប៉ុន្តែនៅពេលដែលខ្ញុំបានអានសៀវភៅមួយក្បាលដែលទៅទៅជាមួយនឹងការនិយាយភាសាធារណៈគឺនៅពេលដែលយើងរៀន public speaking ហើយយើងអត់បានយកវាទៅ practice ផ្ទាល់វាអត់អាចជួយឲ្យយើងដឹងពីស្ថានភាពឬក៏យល់ពីខ្លួនឯងទេដល់ពេលយើងត្រូវឡើងទៅនិយាយភាសាទៀតវាទៅជាធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងធ្វើទៅអត់សូវបានល្អហើយខ្លាចអ្នកដទៃគេចាក់ឈ្មោះលើយើងអញ្ចឹងបើសិនជាអ្នកគេដែលគាត់ចង់រៀន public speaking ហើយគាត់តែរៀនតែ theory ហើយគាត់អត់បានឡើងនិយាយសោះអានឹងវាប្រៀបដូចជាយើងរៀនឲ្យបោះចោលអញ្ចឹងបើសិនជាយើងចង់រៀនឲ្យចេះយើងអាចយកវាទៅ practice នៅកន្លែងការងារនៅកន្លែងធ្វើការរបស់យើងឬក៏យើងអាចយកវាទៅនិយាយនៅមុខគេហៅថាគ្រូអីបានបើចាំត្រូវការ stage ធំឬក៏តូចទេសំខាន់ឲ្យតែយើងបាននិយាយដូចយើងនិយាយពាក្យមួយថាបើសិនជាយើងចង់ចេះហៅទឹកតើឲ្យយើងរៀនលោតចូលក្នុងទឹកឲ្យយើងសើមកយើងដឹងថាគេពេលលងយើងត្រូវធ្វើមិនខ្លាធាក់ជើងមិនខ្លាអញ្ចឹងមិនយើងអាចរៀនចេះប៉ុន្តែបើសិនជាយើងខំតែរៀនហើយអត់បានយកវាទៅអនុវត្តទេវាធ្វើឲ្យយើងខ្លួនឯងនៅតែមានអារម្មណ៍ថាភ័យដដែលអញ្ចឹងរៀនហើយអនុវត្តផងព្រោះដោយសារអីអត់អនុវត្តគឺស្មើនឹងយើងបានតែរៀនតែ theory បានតែដឹងទេ